មកកាន់កន្លែងច្រើនជាង ចាសូមស្វាគមន៍ភ្ញៀវកិត្តិយស ចាជាបន្តទៅទៀតយើងខ្ញុំសូម ស្អែកនឹងជាថ្ងៃដែលខ្ញុំធ្វើឡើងធ្វើបទបង្ហាញនៅ OYL ហើយ Dear younger me, thank you for not giving up.សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សប្តាហ៍ដែលនេះខ្ញុំមានជាការវឹកវរស្លន់ស្លោរញ៉ៃរញ៉ៃខ្លាំងមែនតើសប្តាហ៍នេះខ្ញុំត្រូវធ្វើ MC ឲ្យគេមួយនៅថ្ងៃស្អែកហ្នឹងហើយថ្ងៃនេះគឺខ្ញុំត្រូវទៅซ้อมជាមួយនឹងគេអញ្ចឹងខ្ញុំត្រូវតែបញ្ចប់ការซ้อมហើយមកមុនហ្នឹងខាន់ស្អែកខ្ញុំទៅបានមួយថ្ងៃខាន់ស្អែកមួយទៀតខ្ញុំត្រូវធ្វើជាវាគ្មិននៅក្នុងកម្មវិធីមួយដែលជាការជជែកធ្វើបទបង្ហាញហើយខ្ញុំអត់បានធ្វើអញ្ចឹងពីមុនមកទេអញ្ចឹងសម្រាប់ខ្ញុំវាពិតជារឿងដែលគួរឲ្យបុកពោះដឹកដាក់អញ្ចឹងណាមួយអាទិត្យមុនកម្មវិធីហ្មងគឺខ្ញុំត្រូវซ้อមរាល់យប់ដើម្បីនិយាយព្រោះដោយសារតែគេមានកំណត់ម៉ោងខ្ញុំមានពេលត្រឹមតែ10នាទីទេនៅក្នុងការនិយាយដើម្បីបញ្ចប់ topic របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវដាក់ timer ហើយនិយាយតាមពេលវេលាដែលគេឲ្យហ្នឹងហើយ make sure ថា10នាទីហ្នឹងខ្ញុំអាចបញ្ចប់ topic របស់ខ្ញុំបានចង់និយាយថាកម្មវិធីដែលខ្ញុំត្រូវធ្វើ MC ថ្ងៃស្អែកហ្នឹងគឺគេធ្វើនៅម៉ោង7ហើយខ្ញុំចេញពីធ្វើការនៅម៉ោង6ហើយអាចសុំឈប់បានទេព្រោះខ្ញុំកំពុងតែនៅក្នុង probation នៅឡើយខ្ញុំអាចសុំចេញមុនបានទេយ៉ាងច្រើនមុនបាន5នាទី10នាទីហ្នឹងអស់ហើយប៉ុន្តែកន្លែងដែលខ្ញុំធ្វើការ office របស់ខ្ញុំជាមួយនឹងកន្លែងកម្មវិធីហ្នឹងគឺថាមកចំហៀងពេញម្នាក់ហ្មងស្បត់មិញហ្នឹងជិះ1ម៉ោងជាចង់តនេះណាខ្ញុំមកតេស្តនេះខ្ញុំមក rehearse នេះក៏ខ្ញុំចង់តេស្តដែរថា1ម៉ោងខ្ញុំអាចជិះតអត់មិញហ្នឹងគឺរបៀបមកដល់ម៉ោង7តិចតួចដែរអញ្ចឹងណាសង្ឃឹមថាថ្ងៃស្អែកវាចរាចរណ៍ក៏ប៉ុណ្្នឹងដែរប្រហែលហ្នឹងដែរខ្ញុំអាចនឹងចំណាយពេលវេលាត្រឹម1ម៉ោងដើម្បីជិះមកដល់ម៉ោង7គត់អីក៏វាអត់សូវយូរពេកដែរព្រោះកម្មវិធីចាប់ដល់ម៉ោង7វាទៅជាលក្ខណៈថាភ្ញៀវកិត្តិយសរងចាំ MC វិញណា For the hair part done អូយស្អុយគ្នាដាក់កែហីបដោយ This is my to go lipstick ចាសូមស្វាគមន៍ភ្ញៀវកិត្តិយសនិងលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅក្នុងកម្មវិធីរបស់យើងនាវេលាយប់នេះបន្តមកនៅក្នុងកំឡុងនៃវិបត្តិ COVID-19 ចាជាបន្តទៅទៀតយើងខ្ញុំសូមគោរពអញ្ជើញលោកមេធាវីតំណាងបានចំណាយពេលវេលាយ៉ាងមានតម្លៃរបស់អ្នកទាំងអស់គ្នានៅក្នុងឱកាសយប់នេះថ្ងៃស្អែកនឹងជាថ្ងៃដែលខ្ញុំធ្វើឡើងធ្វើបទបង្ហាញនៅ OYL ហើយ I'm looking for event ថ្ងៃស្អែក because I'm feeling super excited about it I'm gonna go through វាសិនដើម្បីតាមបាន slide ឯងព្រោះខ្ញុំមិនហ៊ានដាក់ច្រើនទេខ្ញុំ go through វាភាសាទៀតខ្ញុំរកកលៈធ្វើម៉េច Kindle អាច reduce នាទីបានអញ្ចឹងណាព្រោះត្រឹម10នាទីបើសិនជាយើងធ្វើលើសហ្នឹងវាប៉ះពាល់ដល់ម៉ោងវាគ្មិនផ្សេងដែរព្រោះដោយសារមានវាគ្មិនផ្សេងចូលរួមដែរហេអរុនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំនឹងត្រូវចូលរួមនៅក្នុងកម្មវិធីរបស់ OYL ហើយយប់មិញនៅថ្ងៃខ្ញុំបានซ้อมបានអីពី3វគ្គទៅដែរហើយខ្ញុំនៅតែចំណាយពេលយ៉ាងតិចបំផុតក៏12នាទីដែរចង់និយាយថាខ្ញុំកាត់អស់ខ្លឹមសារមែនតើហ្នឹងគឺ12នាទីហ្នឹងហើយ So yeah maybe ខ្ញុំ just focus on the full meaning of my presentation អញ្ចឹងណាកម្មវិធីខ្ញុំក៏ពិតម៉ោង2ឯងនិយាយទៅបាយថ្ងៃហើយអញ្ចឹងណាគ្រាន់ថាគេឲ្យទៅមុនហើយត្រូវជួបជុំគ្នាហ្មងដើម្បីគេរៀបចំហ្នឹងម៉ោង1កន្លះតែឥឡូវហ្នឹងទៅម៉ោង11ទេដោយសារខ្ញុំចេញទៅរកអីញ៉ាំមកហើយព្រោះអីកម្មវិធីគេហ្នឹងគេធ្វើនៅ Techno អញ្ចឹងខ្ញុំខ្លាចនៅក្នុងហ្នឹង Techno ពិបាករកអីញ៉ាំសំខាន់ខ្ញុំគិតថាមានគេលក់អីតែ Techno យើងពិបាករកអីញ៉ាំតាមអ្វីដែលយើងចង់ញ៉ាំអញ្ចឹងទៅខ្ញុំទៅមុនដើម្បីខ្ញុំរកអីញ៉ាំមកហើយអញ្ចឹងញ៉ាំទៅគឺខ្ទង់ម៉ោង11នេះខ្ញុំញ៉ាំហើយខ្ញុំលែងញ៉ាំបាយថ្ងៃហ្មងalso ខ្ញុំទៅមុនហ្នឹងក៏ដោយសារតែខ្ទង់ម៉ោង11កន្លះអីបាយហើយម៉ោង11កន្លះហ្នឹង
ខ្ញុំមានកាហ្វេមួយដែលគាត់មានស្តង់នៅក្នុងកម្មវិធីរបស់ OYL ហ្នឹងគាត់ contact មកដើម្បីឲ្យខ្ញុំទៅភ្លក់កាហ្វេរបស់គាត់នៅតាមស្តង់ហ្នឹងអញ្ចឹងណា so I'm gonna need like 10 to 20 minutes yeah let's say 20 minutes ថាម៉ោង12ចុះអញ្ចឹងម៉ោងដែលនៅសល់ហ្នឹងគឺខ្ញុំយកពេលហ្នឹងទៅសមនៅលើឆាកអត់មានជាការ official rehearse អីទេពួកគេមានធ្វើរៀបចំជា rehearse អីទេអញ្ចឹងខ្ញុំគ្រាន់តែ basically ឡើងលើឆាកមើលបរិយាកាសជុំវិញខ្លួនអីចឹងទៅដើម្បីឲ្យខ្ញុំស៊ាំភ្នែកកុំឲ្យខ្ញុំភ័យចឹងណាហ្នឹងហើយទាំងអស់គ្នាសក្តានុពលហើយសំណួរមួយនេះខ្ញុំបានសួរមកកាន់ខ្លួនឯងច្រើនអរគុណជាពិសេសទៅដល់ OYL សម្រាប់ការជួយនេះក្នុងខ្ញុំជាវិទ្យានិយាយបានថាសំណួរនេះខ្ញុំសួរមកកាន់ខ្លួនឯងច្រើនជាងគេរយៈពេល6-7ឆ្នាំមុនដោយសារតែពេលវេលានោះគឺខ្ញុំបានជីវិតខ្ញុំវាដើរដល់របត់មួយដែលត្រូវផ្លាស់ប្ដូរសឹងថា180ដឺក្រេដោយសារតែខ្ញុំបានបោះបង់ចោលការងារដែល stable មួយសម្រាប់កម្មវិធី OYL របស់យើងចាចឹងខ្ញុំមានកិត្តិយសសូមអនុញ្ញាតចាប់ផ្ដើមនៅកម្មវិធីចាហើយចាខ្ញុំបាទច័ន្ទឌីអ្នកទាំងអស់គ្នាដឹងទេថាមនុស្សជាច្រើនបានស្លាប់នៅអាយុ25ឆ្នាំមួយនឹងការបកស្រាយពី speaker របស់យើងម្នាក់ទៀតចាគឺកញ្ញាសានស្រីនិចខ្ញុំជឿថាមានអ្នកស្គាល់បងស្រីនិចច្រើនដែរអត់មើលសូមលើកដៃអ្នកស្គាល់បងស្រីនិចមើលអូយបងនិចយើងច្រើនណាស់បងពួកគាត់អត់គ្រប់គ្រងការសម្រេចចិត្តរបស់ខ្ញុំទេអញ្ចឹងពេលហ្នឹងកាប់សម្រាប់ខ្ញុំដឹងតែខ្លួនឯងស្រឡាញ់អីហើយខ្ញុំដឹងថាជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នេះគឺជាជំនាញដែលខ្ញុំចូលចិត្តដែរក៏ប៉ុន្តែសង្គមបរិបទជុំវិញខ្លួនខ្ញុំពេលហ្នឹងគឺធ្វើឲ្យខ្ញុំសង្ស័យចំពោះសមត្ថភាពខ្លួនឯងចាំដល់ទៀតទាំងអស់គ្នាខ្ញុំអត់មកក្នុងគោលបំណងអួតអាងអីទេខ្ញុំគ្រាន់តែចង់ឲ្យសាច់រឿងរបស់ខ្ញុំទៅលើកទឹកចិត្តទៅ inspire អ្នកទាំងអស់គ្នា Dear younger me thank you for not giving up បើសិនបើខ្ញុំមានឱកាសបានជួបជាមួយនឹងខ្លួនឯងកាលពីនៅក្មេងខ្ញុំនឹងប្រាប់នាងថាកុំបោះបង់ចោលក្តីសម័យពួកអីពិភពលោកនេះស្រស់ស្អាតណាស់នៅពេលដែលក្តីសម័យរបស់យើងបានសម្រេចបន្តិចម្ដងពីក្មេងស្រីស្រុកស្រែដែលមិនទាំងស្គាល់ថាទីក្រុងបែរទៅខាងណាផងពេលនេះនាងកំពុងឈរនៅក្នុងចំណោមមនុស្សពូកែដទៃទៀតដែលមិនបោះបង់ចោលក្តីសម័យដូចនាងដែរតាមពិតនេះមិនមែនជាភាពជោគជ័យធំដុំអីទេប៉ុន្តែសម្រាប់ខ្ញុំឲ្យតម្លៃទៅលើជ័យជំនះតូចព្រោះខ្ញុំដឹងថាខ្ញុំខិតខំប្រឹងតម្រាំទទួលបានឱកាសមួយនេះ Clear, your girl is having a very great day today. ខ្ញុំបានបញ្ចប់ speech របស់ខ្ញុំនៅ OYL ហើយខ្ញុំ end up in a very unexpected way ខ្ញុំអត់រំពឹងថាខ្ញុំទទួលបានផ្កាច្រើនណាស់តែ this is my first time ever in my life to receive so many gifts, many appreciation for today. ហើយអរគុណទាំងអស់គ្នាមែនតើសម្រាប់ការចូលរួមហើយគីឡូថាមិញខ្ញុំរវល់អត់បានទទួលរាក់ទាក់ជាមួយអ្នកទាំងអស់គ្នាបានដិតដល់ប៉ុន្តែខ្ញុំពិតជា appreciate វត្តមានរបស់អ្នកទាំងអស់គ្នាមកចូលរួមនៅក្នុង OYL season 18នេះមែនតើហើយអរគុណម្ចាស់កាដូទាំងអស់ I really appreciate everything. Your girl is having a great birthday. Bye bye.